ប្រតិបត្តិប្រជាកធាតុអាកាសប្រចាំថ្ងៃរបស់ខេត្តកំពង់ស្ពឺមន្ទីរធនធានទឹកនិងអូតូនិយមខេត្តកំពង់ស្ពឺបានដឹងថានៅថ្ងៃទី30ខែឧសភាឆ្នាំ2025ទទួលរងឥទ្ធិពលប្រព័ន្ធសម្ពាធទាបនិងខ្យល់មូសុងនិរដីស្ថានភាពបែបនេះនឹងធ្វើឲ្យស្ថានភាពអបបរបាពី25ដល់26អង្សាសេនិងអតិបរបាពី32ដល់33អង្សាសេខ្យល់បក់ពីទិសនិរដីមានល្បឿនចាប់ពី1ម៉ែត្រទៅដល់4ម៉ែត្រក្នុងវិនាទីមានខ្យល់កន្ត្រាក់បក់ក្នុងល្បឿនពី6ម៉ែត្រទៅដល់9ម៉ែត្រក្នុងវិនាទីមានភ្លៀងផ្គររន្ទះតិចក្នុងបរិមាណ 70% ចំណែកឯស្ថានភាពទឹកនិងកម្ពស់ទឹកនៅតាមបណ្ដាស្ថានីយជលសាស្ត្រសំខាន់ៗនៃដងស្ទឹងព្រៃថ្នោតខេត្តកំពង់ស្ពឺសម្រាប់ថ្ងៃទី30ខែឧសភាឆ្នាំ2025ក៏អំពីស្ថានភាពទឹកនៅតាមបណ្ដាអង្គទឹកសំខាន់ៗយោងតាមស្ថានភាពធាតុអាកាសមន្ទីរសូមគោរពជំរាបជូនដំណឹងដល់បងប្អូនសាធារណជនមេត្តាជ្រាបថាស្ថានភាពទឹកនៅតាមបណ្ដាទំនប់អាងបរិមាណទឹកដែលនៅសល់ចន្លោះពី 25% ទៅ 35% នៃផ្ទៃអាងសម្រាប់បម្រើតម្រូវការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋដែលរស់នៅតំបន់ជុំវិញហេតុនេះមន្ទីរសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋមេត្តាចូលរួមប្រើប្រាស់ទឹកដោយមានលក្ខណៈសន្សំសំចៃខ្ពស់និងបន្តបន្តស្ថានភាពបកបកម្មផលស្រូវរដូវប្រាំងដំណាំផ្សេងៗដើម្បីជៀសវាងបញ្ហាប្រឈមពីការកង្វះទឹកស្រោចស្រពដល់ឡែកស្ថានភាពទឹកស្ទឹងព្រៃថ្នោតនៅតែបន្តនិរន្តរភាពធម្មតាទាំងលែងតែការបញ្ជូនទឹកទៅផ្នែកខាងក្រោមតាមរយៈប្រព័ន្ធប្រឡាយមេរលាងជ័យខាងជើងខាងត្បូងដែលគម្រោងកំពុងបន្តការងារសាងសង់ខកម្ពស់ទឹកតាមស្ថានីយជលសាស្ត្រដងស្ទឹងព្រៃថ្នោត1ស្ថានីយតាសាលថ្ងៃនេះទឹកមានកម្ពស់11ម៉ែត្រ12សង់ទីម៉ែត្រទីមួយថ្ងៃម្សិលមិញស្មើនឹងថ្ងៃនេះកម្រិតកម្ពស់បឹងបរិយា20ម៉ែត្រ2ស្ថានីយពីមខ្លីថ្ងៃនេះទឹកមានកម្ពស់2ម៉ែត្រ85សង់ទីម៉ែត្រទីមួយថ្ងៃម្សិលមិញទាបជាង25សង់ទីម៉ែត្រកម្រិតកម្ពស់បឹងបរិយា8ម៉ែត្រ3ស្ថានីយរលាងជ្រៃថ្ងៃនេះទឹកមានកម្ពស់5ម៉ែត្រ35សង់ទីម៉ែត្រទីមួយថ្ងៃម្សិលមិញទាបជាង32សង់ទីម៉ែត្រកម្រិតកម្ពស់បឹងបរិយា7ម៉ែត្រ80សង់ទីម៉ែត្រអាសាដោយបានគោរពជំរាបជូនខាងលើសូមបងប្អូនសាធារណជនមេត្តាជ្រាបសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅសម្រាប់កិច្ចសហការ